Hello សួស្តីអ្នកទាំងអស់គ្នាឥឡូវខ្ញុំមកបន្តរឿងរបស់យើងតទៀតដែលជាភាគ38របស់យើងឥឡូវយើងកុំទៅបាយច្រើនពេកចូលសាច់រឿងយើងមកទៅហើយផ្ដាំនៅភាគនេះតួឯកប្រុសរបស់យើងបានសួរឆាតជាវិធីថាតើគួរលួងតួឯកស្រីរបស់យើងបានដោយរបៀបម៉េចដល់តួឯកប្រុសរបស់យើងបានឆ្ងល់ថាមានអ្នកឲ្យសមុទ្រស្នេហាមកកាន់គាត់បែបនេះតួឯកស្រីរបស់យើងអត់មានចង់សួរបន្តិចទេអីតើមកធ្វើឲ្យប្រុសរបស់យើងរៀងប្រឡំមកប៉ះដៃរបស់មីងស៊ីក៏សួរថានេះកន្លែងលោកប៉ុណ្ណាណៃមិនក៏មកនៅក្បែរខ្ញុំម្លេះនិយាយឲ្យក៏តើគាត់មេរៀនធ្វើបង្ងាយអីចឹងទៅហើយតួឯកប្រុសពិតជាឆ្ងល់មែនទែននេះនាងមិនបានធ្វើដូចជាគ្មានរឿងអ្វីកើតឡើងឥឡូវនេះខ្ញុំចាប់ផ្ដើមឆ្ងល់ហើយតើនាងពិតជាស្រឡាញ់ខ្ញុំមែនឬអត់នេះនាងធ្វើដូចជាមិនដឹងហេតុអ្វីបានជានាងមើលទៅដូចជាមានទំនុកចិត្តម្លេះតើខ្ញុំពេញចិត្តនាងនោះហើយតួឯកប្រុសរបស់យើងគឺពិតជាកាំងតម្រេះខ្លាំងមែនទែនមិនដឹងជាគួរធ្វើអ្វីទេនេះតើខ្ញុំគួរប្រាប់នាងយ៉ាងម៉េចថាខ្ញុំមិនមែនស្រួលដេញតាមដោយអ្វីដែលនាងគិតនោះទេពេលនោះមីងស៊ីក៏បានមើលទៅកាន់កន្លងរបស់នាងហើយក៏បានសួរទៅកាន់ហ្វូយ៉ាន់ស៊ីថាមានទឹកសន្និកខ្លះនៅក្នុងនេះតើលោកចង់បានខ្លះទេតួឯកប្រុសរបស់យើងគ្រាន់លើអញ្ចឹងក៏ពិតជាមានការរំភើបញាប់ញ័រមែនទែនហើយក៏បានគិតថាបុកមុំមាត់របស់នាងបានប៉ះនឹងដបនោះរួចទៅហើយតែនេះគឺជាសញ្ញាអ្វីវាមិនអាចจะដឹងតមកមីងស៊ីក៏បានចាក់យកទៅឲ្យហ្វូយ៉ាន់ស៊ីយកផឹកហើយក៏បាននិយាយទាំងថាបើសិនជានាងចង់ឲ្យខ្ញុំផឹកនោះខ្ញុំក៏ផឹកវាដែលបង្ខំចិត្តទៅចុះតែក្នុងចិត្តក៏សង្ហាចិត្តមិនស្ទើរដែរហេតុអីក៏ចាក់នឹងកម្របដបទៅវិញតើនាងមិនចូលចិត្តខ្ញុំទេហើយតួស្រីរបស់យើងវិញមិនគិតរឿងនឹងឯណាតួស្រីរបស់យើងកំពុងតែរំភើបរឿងដើមផ្ការបស់នាងដល់កើតជាដើមឈើឯណែហើយប្រព័ន្ធក៏បានអបអរសាទរនាងផងដែរដែលដាំដើមផ្កាកើតជាដើមឈើបែបនេះចំណាយដើមផ្កាចំនួន50ដើម្បីបានដើមឈើមួយដើមហើយបន្ទាប់ទៀតត្រឹមតែ21ផ្កាប៉ុណ្ណោះអាចដាំដើមឈើទី2បានហើយឃើញអញ្ចឹងមីងស៊ីក៏បានសួរទៅកាន់តួឯកប្រុសថាតើចង់ផឹកទៀតអត់ទេតួឯកប្រុសរបស់យើងឡើងឆ្ងល់បងនេះចាប់ទៅគឺមីងស៊ីនោះគឺឲ្យតួឯកប្រុសរបស់យើងផឹកពែងមួយទៅដល់ពែងមួយគឺឡើងចង់ផ្ទុះពោះហើយតួឯកប្រុសរបស់យើងឡើងគាំងហ្មងនេះនាងកំពុងតែដាក់ទោសខ្ញុំដោយចេតនាមែនទេដែលខ្ញុំបាននិយាយជាមួយនឹងក្មេងស្រីទាំងពីរនាក់នោះតបមកមីងស៊ីក៏បាននិយាយថាបើសិនជាលោកចូលចិត្តនោះខ្ញុំនឹងយកវាមកឲ្យលោករាល់ថ្ងៃយកវាចំណុះបង្អែមដល់ទេតួឯកប្រុសរបស់យើងគ្រាន់លឺអញ្ចឹងគឺស្លោឈាមតែម្ដងអត់ទេខ្ញុំជំទាស់ខ្ញុំយកបង្អែមវិញតើមានបរិះពេញវ័យម្នាក់ណាដែលផឹកទឹកសណ្តែកសៀងរាល់ថ្ងៃនោះហើយតើប្រុសរបស់យើងក៏បានគិតថាតើខ្ញុំគួរធ្វើយ៉ាងម៉េចបើសិនជាពោះរបស់ខ្ញុំរីកធំដោយសារតែផឹកច្រើនពេកនោះដល់មីងស៊ីក៏បាននិយាយទាំងដាក់ទុកមុខចូលថាវាមិនអីទេតើមកគ្រូតន្ត្រីក៏បានចូលមកហើយគាត់ក៏បានគិតថាវាគឺកម្រណាស់នេះតើហ្វូយ៉ាងស៊ីពិតជាចូលថ្នាក់មែនឬហើយលោកគ្រូតន្ត្រីនោះក៏បានហៅហ្វូយ៉ាងស៊ីឡើងទៅលេងព្យ៉ាណូលើឆាកមុននឹងឡើងទៅទ័យប្រុសបានគិតថានាងមិនដែលឃើញខ្ញុំលេងព្យ៉ាណូពីមុនមកនោះទេខ្ញុំគិតថាខ្ញុំនឹងបង្ហាញនាងពីអ្វីដែលខ្ញុំអាចធ្វើទៅបានតើមកហ្វូយ៉ាងស៊ីក៏បានងើបឡើងទៅលេងតន្ត្រីគាត់ក៏បានលេងភ្លេងយ៉ាងពីរោះរំដំមួយជឿតែនិយាយទេព្រោះដូចលេងផងសំខាន់នោះគឺជារេសង្ហាដាក់ពួកយើងខ្លាំងមែនទែនហើយសំឡេងយ៉ាងសែនពីរោះនោះក៏បានលឺទៅកាន់តួឯកស្រីរបស់យើងតួឯកស្រីរបស់យើងគឺពិតជាខាងខ្លាំងមែនទែនមើលទៅគាត់កាន់តែទាក់ទាញជាងធម្មតាទៅទៀតពេលដែលគាត់មើលម៉ាត់បែបនេះតួឯកប្រុសរបស់យើងក៏នៅតែបន្តលេងហើយក៏ញញឹមយ៉ាងប្រព្រេដាក់យើងអីចឹងទៅហើយក៏បានដើរមករកមីងស៊ីនាងកុំបារម្ភអីបើសិនជានាងចូលចិត្តវានោះខ្ញុំនឹងលេងវាសម្រាប់នាងនៅថ្ងៃអនាគតទៅដល់វេននាងហើយតួឯកស្រីរបស់យើងក៏បាននិយាយទាំងអាដាអាដោហើយក៏បានឡើងទៅតួឯកស្រីរបស់យើងក៏លេងមិនណយប្រហែលដែរហើយនាងក៏បានគិតថាវាទោះបីជាខ្ញុំខានលេងវាជាយូរណាស់មកហើយខ្ញុំក៏រៀងភ័យបន្តិចដែរខ្ញុំគួរតែនៅអាចលេងវីយូឡុងបានបើសិនលីយ៉ាបានឆ្ងល់ថានេះតើនាងអាចលេងវីយូឡុងបានដែរហើយបរិមម្នាក់នៅក្បែរសិនលីយ៉ានោះក៏បានឆ្ងល់ថានេះតើនាងអាចលេងវីយូឡុងបានដែរមិនក៏ខ្ញុំមិនដែលដឹងសោះអញ្ចឹងហើយសិនលីយ៉ាក៏ទូចចិត្តទៅខ្លួនឯងថាខ្ញុំស្គាល់នាង2ឆ្នាំទៅហើយតែខ្ញុំមិនដែលដឹងពីចិត្តរបស់នាងនោះទេហើយស្រីម្នាក់នេះក៏បានឆ្ងល់ថានេះតើចៅមីងស៊ីរៀនវីយូឡុងតាំងពីពេលណាហើយការសម្ដែងរបស់នាងគឺល្អឥតខ្ចោះហ្មងហើយចៅយន់ក៏បានគិតថាវាគ្មានផ្លូវទេតែខ្ញុំមិនបានទូនីតិជាពិធីករប្រចាំសាលាមួយនេះមើលទៅខ្ញុំគួរតែប្រញាប់ឲ្យគ្រូសម្រេចចិត្តដូចច្បាស់លាស់មួយយន់ក្រោយគិតអញ្ចឹងហើយក៏បានដើរចេញមកទៅស្រីម្នាក់នៅក្បែរនោះក៏បាននិយាយថាយានឯងពូកែជាងនាងឆ្ងាញ់ណាស់ជំនាញខ្យាណូរបស់ឯងគឺពិតជាអស្ចារ្យណាស់ពេលនោះហ្វូយ៉ាងស៊ីក៏បានឃើញផងដែរហើយក៏បានសួរទៅការពេលសក់លឿននឹងថានេះតើនាងកំពុងទៅណាហើយគេក៏ឆ្លើយវិញជាការិយាល័យសិល្បៈលឺហើយក៏បានគិតថានេះតើនាងកំពុងតែព្យាយាមលេងល្បិចមែនដែរទេតមកក៏សួរពេលសក់លឿននឹងថាតើឯងមានស្គាល់អ្នកណាដែលនៅទីនោះដែរទេហើយក៏បានតបនឹងឆ្ងល់ថាបងប្រុសស៊ីតើបងកំពុងចង់ធ្វើអីហើយក៏និយាយទាំងមោទនភាពវាជាការប្រសើរណាស់យើងមិនអាចធ្វើឲ្យផែនការរបស់អ្នកណាម្នាក់បានជោគជ័យនោះទេ